បន្លែហើយផ្លែឈើខ្ញុំមិនពិបាកញ៉ាំទេប៉ុន្តែខ្ញុំបារម្ភទី1ខ្លាចវាអសុវត្ថិភាពទី2ខ្លាចគេដាក់ថ្នាំសារធាតុរក្សាទុកបាញ់ថ្នាំបាញ់អីចឹងទៅវាទៅជានាំគ្រោះថ្នាក់ដល់រាងកាយដល់តែពេលឈប់ញ៉ាំយូរវាប៉ះពាល់ទៅលើប្រព័ន្ធរាងកាយទាំងអស់ហើយមែនទែនទៅដូចខ្ញុំអីជាមនុស្សដែលប្រើខួរក្បាលច្រើនមិនថានៅក្នុងការងារឬក៏ការគិតអីថ្មីទេគឺខួរក្បាលប្រើច្រើនណាស់អញ្ចឹងត្រូវធ្វើមិនបាច់ឲ្យវីតាមីនឲ្យប្រូតេអ៊ីនឲ្យសារធាតុចិញ្ចឹមនោះគ្រប់គ្រាន់ដើម្បីប្រព័ន្ធប្រសាទឬក៏ខួរក្បាលនឹងធ្វើការបានល្អអាចញ៉ាំអាហារតិចប៉ុន្តែអាហារហ្នឹងគឺត្រូវតែមានគុណភាពដើម្បីទ្រទ្រង់រាងកាយរបស់យើងដូច្នេះខ្ញុំគិតថាបើបងប្អូនជាអ្នកពិបាកញ៉ាំបងប្អូនទ្រាំញ៉ាំតាមរយៈយកវាមកក្លុកញ៉ាំក៏បានដូច smoothie អីផ្សេងអញ្ចឹងឥឡូវនៅវេត្រាខ្ញុំឃើញឱកាសជាច្រើនដែលអាចជួយបងប្អូនអស់គ្នាហើយក៏អាចជាអាជីវកម្មរបស់ខ្ញុំមួយដែរគឺខ្ញុំកែច្នៃអាហារសុខភាពផ្សេងជាប្រភេទម្សៅជាប្រភេទ drink ជាប្រភេទ smoothie ហ្នឹងដែលគ្រប់គ្រងទៅលើ protein vitamin ក៏ដូចជាសារជាតិចិញ្ចឹមផ្សេងអញ្ចឹងឥឡូវនេះខ្ញុំចង់ប្រាប់ថាបងប្អូនអត់ពិបាកទេរកផ្លែឈើមិនឲ្យធម្មជាតិហើយខ្ញុំសង្កត់ធ្ងន់ទៅលើរបស់ណាដែលសុវត្ថិភាពអត់ដាក់សារធាតុរក្សាទុកហើយវាធម្មជាតិហើយវាជួយសុខភាពបងប្អូនអស់គ្នាបានខ្លាំងមែនទែនទាំងអ្នកជំងឺគាត់កង្វះគ្រាប់ឈាមសម្រាប់ពេទ្យធ្ងន់ធ្ងរអ្នកខ្សោយរាងកាយដែលគាត់ត្រូវការអ្នកជំនាញម្នាក់ដឹងថាអូបងញ៉ាំបន្លែនេះអាហារនោះអញ្ចឹងណាអញ្ចឹងបងប្អូនធ្វើតាមខ្ញុំហើយបងប្អូនពិបាកធ្វើចាំរងចាំជាមួយអ្នកគ្រូសៃប៉ៅដែលនឹងមានគ្រប់ option នៅក្នុង Page Vetra brand Vetra នឹងតែម្ដងចា៎